ពុទ្ធសាសនាព្រះអង្គត្រាស់សម្ដែងអំពីលោកធម៌8យ៉ាងបានលៀបអត់លៀបមានយុះបាត់បង់យុះសរសើរនិន្ទាសុខទុក្ខលោកធម៌ទាំង8នេះរមែងកើតឡើងចំពោះជីវិតរបស់យើងម្ដងក៏សុខម្ដងក៏ទុក្ខជារឿងធម្មតាដូច្នេះប្រសិនណាបើយើងមានមោទនភាពទៅនឹងអីដែលជាជីវិតដែលប្រកបដោយសេចក្តីសុខពេលនោះវានឹងនាំមកនៅអីដែលជាអំណោចពីព្រោះដោយសារមោទនភាពតែបើយើងឈឺចាប់ជាមួយនឹងជីវិតនៅពេលដែលយើងជួបទុក្ខយើងជួបបញ្ហាពេលនោះវានឹងនាំមកនៅអីដែលជាវិបត្តិសារីដូច្នេះជីវិតក៏បីរស់នៅក្នុងភាពជាបុគ្គលឧបេក្ខាញ៉ាំងចិត្តជាកណ្ដាលរឹងមាំចេះរស់នៅក្នុងឆាកជីវិតកុំត្រេកអរខាងពេកនៅពេលដែលយើងបានជួបប្រសពអីដែលជាសុខសន្សើរលៀបយុះទ្រព្យសម្បត្តិហើយក៏កុំមានបញ្ហានៅពេលដែលយើងជួបនិន្ទាបាត់បង់លៀបសក្ការៈការកើតទុកពីព្រោះជីវិតគឺដូច្នេះហើយអនុមោទនា